ក្រុមបាតកោប្រឆាំងលោកទ្រុនប្រមូលផ្ដុំគ្នានៅទីក្រុងវ៉ាស៊ីនតោនទីក្រុងផ្សេងទៀតរបស់សហរដ្ឋអាមេរិកព័ត៌មានរបស់ Reuters ចុះផ្សាយនៅថ្ងៃទី5ខែមេសាឆ្នាំ2025ក្រុមប្រឆាំងលោក Donald Trump Donald Trump នៅសហរដ្ឋអាមេរិកបានរៀបចំផែនការធ្វើបាតកម្មទូទាំងប្រទេសប្រមាណ1,200កន្លែងនៅថ្ងៃសៅរ៍ដើម្បីបង្ហាញការមិនពេញចិត្តចំពោះគោលនយោបាយរបស់លោកត្រាំនិងសម្ព័ន្ធមិត្តមហាសេដ្ឋីរបស់គាត់លោក Elon Musk បាតកម្មទាំងនេះត្រូវបានគេរំពឹងថានឹងក្លាយជាថ្ងៃទ្វារដ៏ធំបំផុតមួយប្រឆាំងនឹងរដ្ឋបាលរបស់លោកត្រាំចាប់តាំងពីគាត់ចូលកាន់តំណែងនៅថ្ងៃទី20ខែមករាឆ្នាំ2025លោកត្រាំបានអនុវត្តបទបញ្ជាប្រតិបត្តិជាបន្តបន្ទាប់និងវិធានការផ្សេងដែលអ្នករិះគន់និយាយថាស្របតាមរបៀបវារៈរបស់ Prodikat 2025ដែលជាគំនិតផ្ដួចផ្ដើមនយោបាយអភិរក្សនិយមដ៏ស៊ីជម្រៅដើម្បីរៀបចំរដ្ឋាភិបាលឡើងវិញនិងពង្រីកអំណាចប្រធានាធិបតីអ្នកគាំទ្ររបស់គាត់បានសរសើរថាវិធានការទាំងនេះចាំបាច់ដើម្បីរំខានផលប្រយោជន៍សេរីនិយមដែលបានបង្កើតឡើងជាយូរបាតកម្មនេះបានធ្វើឡើងនៅទូទាំងរដ្ឋទាំង50រួមទាំងប្រទេសកាណាដានិងមិចស៊ិកដោយមានក្រុមសកម្មជនប្រមាណ150ចូលរួមដើម្បីទ្វារប្រឆាំងនឹងការកាត់បន្ថយថវិកាគោលនយោបាយសេដ្ឋកិច្ចនិងការវាយប្រហារលើសិទ្ធិមនុស្សនៅទីក្រុងវ៉ាស៊ីនតោន DC បាតកោរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នានៅជុំវិញវិមានវ៉ាស៊ីនតោនក្រោមមេឃស្រអាប់និងភ្លៀងស្រាលមុននឹងបាតកម្មចាប់ផ្ដើមនៅសហរដ្ឋអាមេរិកអ្នកប្រឆាំងលោកត្រាំរាប់រយនាក់ដែលរស់នៅអឺរ៉ុបបានប្រមូលផ្ដុំគ្នានៅទីក្រុង Berlin, Frankfurt, Paris និង London ដើម្បីប្រឆាំងនឹងការផ្លាស់ប្ដូរគោលនយោបាយក្នុងស្រុកនិងក្រៅស្រុករបស់លោកត្រាំសូមអរគុណ